បាទសួស្តីបងប្អូនហើយថ្ងៃនេះខ្ញុំនឹងប្រាប់ពីរបៀបដែលធ្វើឲ្យសេកសាំងភាគច្រើនគឺសេកដែលយើងទិញមកគឺធំដូចរបស់ខ្ញុំអញ្ចឹងនេះគឺសេកព្រៃបងប្អូនដោយសារជួនកាលយើងលេងសេកយើងស្រឡាញ់សត្វត្បូងយើងអត់ដឹងថាវាជាសេកដែលគេចាប់ដាក់ធ្នាក់មកពីព្រៃទេអញ្ចឹងវាគឺជាសេកព្រៃហើយយកមកត្បូងគឺប៉ះអត់បានទេបងប្អូនគឺខំតែម្ដងខំយើងឈាមដៃឈាមអីហើយខ្ញុំក៏មានអ្នកចេះសាំងសេកអីដែរប៉ុន្តែយើងមើលតាមគេដែលឮចាស់ប្រាប់ដែរបានយើងធ្វើទៅវាសាំងមែនបងប្អូនជាស្ដែងពេលយកមកគឺវាខំចេះប៉ុន្តែឥឡូវគឺវាអត់ខំទេគ្រាន់ញល់ដៃទេអញ្ចឹងណាវាអត់ខំទេបើដំបូងគឺលូកប៉ះគឺដៃហ្នឹងគឺចិត្តឈាមហ្នឹងដៃវាខំខឹងម្ដងគឺខំឈឺបងប្អូនមិនខំធម្មតាណាសេកខំឈឺហើយដំបូងគឺយកមកវិញគឺយើងត្រូវរុំកណាត់អានេះដោយសារសេកខ្ញុំបរៀនវាផ្សាំងហើយទេតែអត់វាអត់នេះហើយយើងរុំកណាត់កុំវាខំដៃយើងណារុំកណាត់ហើយយើងរុំធ្វើម៉េចឲ្យសោះក្បាលវាតិចមកសោះក្បាលទៅហើយយើងយកដៃយើងងែលវាចាងែលឲ្យវាសងំបងប្អូនសងំនេះដោយសារខ្ញុំធ្លាប់ផ្សាំងវាប៉ះវាហើយវាអត់នេះទេនេះឲ្យវាសងំអញ្ចឹងហើយបើយើងមានស្រូវមានអីយើងងែលឲ្យវានេះហើយយើងឲ្យស្រូវវាស៊ីមួយហើយយើងអែលទៀតអែលទៅវាសងំហើយយើងធ្វើនេះបើសិនជាយើងបងប្អូនមានពេលទៅនេះគឺយើងធ្វើតាខ្ទង់មួយអាទិត្យអីសេកវាលេងវាស្គាល់ដៃហើយវាធំក្លិនដៃអញ្ចឹងវាអត់សូវផ្អើលទេហើយវាអត់ខំទៀតដែរហើយខំមួយទៀតបើសិនជាក្នុងករណីថាវានៅតែខំយើងទៅធ្វើនៅយើងខំទៀតបងប្អូនអាចយកដៃយើងហ្នឹងលាបប្រេងកាឡាតិចទៅលាបប្រេងកាឡានឹងដៃយើងនឹងចង្អុលដៃនឹងមេដៃហ្នឹងទៅហើយបងប្អូនអែលវាទៅពេលវាខំដៃយើងវាប៉ះក្លែងកាឡាហល់វាជប់ខំមកយើងណាវាជប់ខំហើយរបស់ខ្ញុំនេះគឺមិនដល់មួយអាទិត្យបងប្អូនគឺវាជប់ខំហើយអាធំចេះតែពេលវាដឹងហើយវាលេងខំទៀតហើយវាខំទៀតទេអញ្ចឹងណាគ្រាន់តែវាអត់ចេះនៅស្ងៀមវាល្ពឹសព្រោះវាធ្លាប់តែនៅក្នុងព្រៃមានសេរីភាពមានអីចឹងតែពេលយើងទិញមកយើងអត់ដឹងថាគេស្មានតែយើងរៀនចិញ្ចឹមដំបូងស្មើគេចិញ្ចឹមកូនអីមកដែរតែពិតយើងមើលទៅគឺគេចាប់មកពីព្រៃទេអញ្ចឹងសេកហ្នឹងសេកព្រៃទេហើយវាក៏កាចដែរអញ្ចឹងវាអត់ចេះនៅក្នុងទ្រុងមកវាខំទ្រាំបានផ្សាំងបានប៉ុណ្ណឹងប៉ះឲ្យបានហ្នឹងប៉ះខំហើយដូចខ្ញុំប្រាប់បងប្អូនពីដំបូងអញ្ចឹងបើសិនជាយើងមកយកវាឲ្យយកមកដំបូងកុំតិនបលេងវានេះកាត់ស្លាប់កាត់អីវាស្អាតសិនបើអញ្ចឹងទេវាហើបាត់ដោយសារខ្ញុំកាត់ស្លាប់វាស្អីហើយយើងដាក់ច្បាក់វាទៅប៉ុន្តែជាស្ដែងដោយសារខ្ញុំផ្សាំងវាបានខ្លះហើយគ្រាន់តែវាអត់ឲ្យស្ងៀមអាហ្នឹងវាល្ពឹសអញ្ចឹងណាអញ្ចឹងបងប្អូនអាចធ្វើធ្វើតាមដែលខ្ញុំប្រាប់ហ្នឹងទៅហើយចាំមើលខ្ញុំនឹងលំអិតបន្ថែមទៀតរាល់ពេលដែលឲ្យច្បាស់ចឹងហ្នឹងចេះទៅលើពេលវាខំអញ្ចឹងណាបងប្អូនពេលវាខំយើងធ្វើដូចខ្ញុំប្រាប់ហ្នឹងទៅអញ្ចឹងវីដេអូខ្ញុំអរគុណបងប្អូនមានតែប៉ុណ្្នឹងទេអរគុណច្រើន